ម៉ាស៊ីន print Epson L323 ឥឡូវមួយកាក់នេះទៀតហើយតែទៅនឹងបញ្ហាលោតភ្លើងបាទលោតភ្លើងទឹកថ្នាំហើយនឹងលោតกระดาษលោតភ្លើងกระดาษហ្នឹងហើយអញ្ចឹងនេះម៉ាស៊ីននេះស៊េរីបាទស៊េរី Epson L3210 បាទ L3210 ហ្នឹងដំណោះស្រាយអញ្ចឹងអ្នកនរគ្នាមានកុំព្យូទ័រមួយមកហើយបើកកុំព្យូទ័រហើយយើងដោនកម្មវិធីទៅនឹង reset service ហ្នឹងបញ្ហាទៅនឹងអស់ service ហ្នឹងហើយនេះខ្សែវាចាប់ដើមធ្វើការដោតចូលកុំព្យូទ័រមកហ្នឹងហើយមើលខ្សែវាផងដោតឲ្យត្រូវចាត់ដោតខុសបាទដោតមកដោតចូលរួន USB laptop យើងមកបាទអ្នកនរគ្នាពេលយើងដោតហើយដៃកាន់មកខាងទូរស័ព្ទមកខាងដោតវាពិបាកតិចអូខេតាដោតហើយអញ្ចឹងយើងមកចូលលើកុំព្យូទ័រយើងចូលកន្លែងរោកម្មវិធីយើងមកបាទរោកម្មវិធីតាក់ទងនឹងកម្មវិធី reset យើងហ្នឹងឯងបាទអញ្ចឹងកម្មវិធី reset យើងឈ្មោះថា reset Epson L3210 ហ្នឹងហើយឥឡូវយើងបើកវាមកហ្នឹងហើយបើកវាខ្ញុំរោសិនដោយសារខ្ញុំដាក់ទៅខ្លះមេរោគស៊ីអត់ទៅសល់តែ folder អញ្ចឹងតរមើលមួយណាដែលបើកវាបានហ្នឹងហើយអញ្ចឹងចាំតិចមកបាទជាងទៅមើលកម្មវិធី Fara អូខេខ្ញុំអូសមកខ្ញុំរកកម្មវិធីនឹងឃើញអញ្ចឹងពេលរកឃើញយើងបើក Fara មកបាទคลิกបើកលើវាមកអញ្ចឹងវាចេញហើយអញ្ចឹងខ្លួនទៅមកយើងបើកលើកម្មវិធីវាមកបាទបើកលើកម្មវិធីវាមកតមទៀតយើងបើកកម្មវិធីវាមកអញ្ចឹងវានឹងលោតឡើងមកអញ្ចឹងលោតមកអញ្ចឹងនេះអ្នកនរគ្នាចុចលើពាក្យ select ចឹងមកបាទចុចលើ select ហើយកន្លែងហ្នឹងគឺរើសយកពាក្យថា L3210 បាទហើយខាងក្រោមក៏រើសដូចគ្នាដែរយក L3210 ហើយចុច OK មកបាទចុច OK មកហើយវាចេញផ្ទាំងបែបហ្នឹងសារថ្មីសារវាអត់ទាន់អញ្ចឹងចុចបិទនេះសិនមកហើយចុចឲ្យកន្លែងនេះខាងក្រោមហ្នឹងកន្លែងសញ្ញាម៉ៅហ្នឹងមកបាទចុច OK ចុចកន្លែងហ្នឹងមកបាទវាបង្ហាញផ្ទាំងហ្នឹងមួយហើយមើលតាមម៉ៅហ្នឹងមកចុចលើកន្លែងសំណាម select OK ហ្នឹងមកហើយចុច OK មកអូខេបាទបន្តទៀតអ្នកនរគ្នាคลิก tick ទាំង3ហ្នឹងមក tick អានឹងមួយមកបាទក្រោមកណ្ដាលហ្នឹងមកក្រោមទៀតអញ្ចឹងបន្តទៀតយកពាក្យថា check បាទចុចលើ check មកអូខេវានឹង check រួចរាល់ហើយយើងនឹង tick ម្ដងទៀតបាទ tick ទាំង3មកបាទលើក្រោមកណ្ដាលហ្នឹង tick អស់មកហើយយកពាក្យថា install តែម្ដងបាទចុច install មកហើយចុច OK មករងចាំហើយវាកន្លែងហ្នឹងគឺវាទាមទារយើងបិទម៉ាស៊ីន print ចុច OK មកបាទចុច OK ហើយយើងមកមើលលើម៉ាស៊ីន print យើងហើយយើងចុចប៊ូតុងបិទបាទចុចកន្លែងហ្នឹងមកបិទហើយបាទចាំបន្តិចហើយយើងនឹងធ្វើការបើកវាឡើងវិញបាទយើងមើលនេះសិនអូខេមកអូខេហើយចុច finish មកអូខេ finish ហើយអញ្ចឹងអ្នកនរគ្នាមកបើកម៉ាស៊ីន print មកតើវាចេញយ៉ាងហើយនៅតើវាបាត់លោតភ្លើងនឹងនៅបាទចុចបើកហើយអូខេចាប់ដើមបាទទឹកថ្នាំអីនៅពេញធម្មតាទេចាំមើលតេស្តទឹកថ្នាំទៀតមើលតើវាចេញពណ៌ចេញ color គ្រប់អត់ហ្នឹងហើយអញ្ចឹងដើម្បីតេស្តវាបានតែបាទខ្ញុំយកกระดาษដាក់សិនដើម្បីយកមកធ្វើការតេស្តវាឥឡូវនេះបាត់ហើយភ្លើងវាបាត់ហើយចឹងថាយើងធ្វើបាន 100% ជោគជ័យហើយអញ្ចឹងធ្វើការបិទវាដើម្បីprint test ដើម្បីមើលថាទឹកថ្នាំវាចេញគ្រប់អត់អញ្ចឹងណាឥឡូវខ្ញុំយកกระดาษសិនបាទយកกระดาษបាទជាស្រ័យផងអ្នកនរគ្នាសារដៃម្ខាងកាន់ទូរស័ព្ទដៃម្ខាងថតហ្នឹងហើយចាំមើលអញ្ចឹងរបៀបprint test ពណ៌អ្នកនរគ្នាបាទយើងចុចកន្លែងទឹកថ្នាំមុនមកហើយយើងចុចកន្លែងបើកបាទចុចកន្លែងបើកស្កត់មកបត់ហើយចាំយើងឲ្យលេងវាមកពេលនោះវានឹងចាប់ដើមធ្វើការបាទ print មកចាំមើលទាំងអស់គ្នាតើទឹកវាចេញមកស្អាតអត់បើវាអត់ស្អាតយើងត្រូវការ clean head វាទៀតដើម្បីឲ្យវាចេញមកគ្រប់ពណ៌អញ្ចឹងណាឥឡូវមើលតេស្តមើលតើវាគ្រប់អត់អញ្ចឹងបើវាគ្រប់ហើយម៉ាស៊ីនហ្នឹងវាអូខេហើយអញ្ចឹងអាចយកទៅប្រើប្រាស់វិញបានហើយអូខេវាកំពុងតែធ្វើការឥឡូវចេញមកហើយបាទអ៊ុតមើលតើវាច្បាស់អត់អូខេតើត្រួតពិនិត្យមើលតើវាចេញគ្រប់ពណ៌នៅ
អូខេបាទចេញគ្រប់ពណ៌ហើយចេញគ្រប់ពណ៌ហើយអញ្ចឹងម៉ាស៊ីននឹងយើងធ្វើបានសម្រាប់ 100% ដោះស្រាយជូនគាត់បាន 100% ល្អស្អាតហើយអ្នកទាំងអស់គ្នាមានបញ្ហាតាក់ទងបែបហ្នឹងគឺអាចយកមកបាន